នៅមុននេះបន្តិចសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសថាចាប់ពីម៉ោង 12 យប់នេះតទៅការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃនឹងត្រូវបានផ្អាកទាំងស្រុងតែម្ដងបាទបងប្អូននេះយើងសាទរខ្លាំងមែនទែនហើយការធ្វើបែបនេះគឺក្រោយបាទខាងថៃគេប្រកាសថាគេនឹងកាត់ផ្ដាច់បាទបងប្អូនហ្នឹងហើយគឺផ្ដាច់បាទគេហៅថាប្រេងឥន្ធនៈការផ្គប់ផ្គង់ឲ្យ PTT ណាបងប្អូនគ្នាឥឡូវនេះបាទគម្រាមយើងបាទគេគាត់តែគម្រាមទេគេមិនទាន់អនុវត្តទេឥឡូវយើងបាទសូមកាត់ផ្ដាច់តែម្ដងនៅលើថ្ងៃទី22ខែមិថុនាឆ្នាំ2025នេះសម្ដេចថាបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាបានបញ្ជាក់តាមគណនី Facebook ផ្លូវការរបស់សម្ដេចឲ្យដឹងថាចាប់តាំងពីម៉ោង 12 យប់នេះតទៅការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃនឹងត្រូវផ្អាកទាំងស្រុងតែម្ដងហើយនេះក៏ជាការឆ្លើយតបមួយបន្ថែមទៀតពីកម្ពុជាបន្ទាប់ពីមានការគម្រាមពីប្រទេសថៃលើបញ្ហានៃការកាត់ផ្ដាច់នាំចូលនៅប្រេងឥន្ធនៈមកកាន់កម្ពុជាពីសំណាក់ក្រមជ្រុលនិយមរបស់ថៃអញ្ចឹងចាប់ពីម៉ោង 12 យប់នេះតទៅការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃនឹងត្រូវបានកាត់ផ្ដាច់តែម្ដងរាប់បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជាមានលទ្ធភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈពីប្រភពផ្សេងគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់នៅក្នុងស្រុករបស់ប្រជាពលរដ្ឋរបស់យើងកុំថាឡើយត្រឹមតែមួយខែទោះជារៀងរហូតក៏វាមិនមែនជាបញ្ហាដែរបាទបងប្អូននេះអញ្ចឹងពាក់ព័ន្ធទៅនឹងការដែលរឿងរ៉ាវកំពុងតែក្តៅកគុកបាទរឿងរ៉ាវកម្ពុជាយើងជាមួយនឹងថៃបាននៅតែបន្តឡើងកម្ដៅហើយថ្ងៃពីពេលព្រឹកមិញនេះក៏មានករណីនៅផ្សារតាមន់ធំដែលទាហាន3នាក់អនុញ្ញាតឲ្យអ្នកជិះកង់នៅប្រទេសថៃឡើងទៅផ្សារតាមន់ធំទាំងមិនទាន់ទទួលបានការឯកភាពពីខាងភាគីកម្ពុជាទេអញ្ចឹងបន្តទៅពេលហ្នឹងរឿងរ៉ាវកាន់តែខ្លាំងក៏ថៃព័ត៌មានមិនចុងក្រោយមកទៀតគឺថាមេតបភូមិភាគទី2របស់ថៃហ្នឹងបាទគេនឹងត្រៀមបិទនៅច្រកសំខាន់បាទរវាងថៃនិងកម្ពុជាទៀតអញ្ចឹងយើងមិនដឹងថាជារឿងរ៉ាវពិតឬក៏រឿងរ៉ាវប្រឌិតឬក៏រឿងរ៉ាវពីរចាមរាមទេក៏ប៉ុន្តែថ្មីនេះបាទកម្ពុជាក៏បានសម្រេចបិទបាទច្រកព្រំដែន2បាទជាមួយនឹងថៃក្រោយថៃគេបិទមុនហើយយើងគឺប្រកាសបិទតាមក្រោយហើយការបិទនេះអត់មានបិទបើកទេគឺបិទរហូតតែម្ដងអញ្ចឹងអញនិយាយបានថាកម្ពុជាដើរតែក្រោយទេក៏ប៉ុន្តែអនុវត្តច្បាប់យកមកអញ្ចឹងអ្នកឯងកុំធ្វើលេងដូចកូនក្មេងបាទតែហ៊ានធ្វើលេងដូចកូនក្មេងគឺលេងវិញហើយអញ្ចឹងយើងអត់លេងជាមួយទេបើសិនជានៅតែបន្តឆ្លើយឆ្លៀនពៀនឬក៏បាទរឿងរ៉ាវដែលគិតថាចង់គម្រាមខ្មែរណាបាទអាចគម្រាមបានទេយើងបាទគឺអនុវត្តច្បាប់តែម្ដងអញ្ចឹងកុំឲ្យថៃពីមួយទសវត្សទៅមួយទសវត្សចេះតែបើងាកមកកាន់ខ្មែរណាអញ្ចឹងយើងអនុវត្តច្បាប់តែម្ដងអញ្ចឹងយើងតែបន្តតាមដានទៀតថាតើរឿងរ៉ាវពាក់ព័ន្ធទៅនឹងសភាពការកម្ពុជាហើយនិងខ្មែរយើងនឹងទៅជាយ៉ាងណា